mong đập pi cả lái hai bông bông tập tập ban tập xa tê ngày nay để xa tè đây ngợp riêng riêng mũi lư mai cột bô thà clean trong hộp slo green chẳng có tờ tinh thuê chun quạt pizza tập đòn từ xa nơi chật tétได้แต่ một plate ដល់tập đòn ngày nay mình chỉ nuôi cao pizza chui phong chạyแต่นอมកូនធ្វើជាមួយយើងទៅបងប្អូនព្រោះដោយសារកូនយើងសិតតែប្រុសហើយគីឡូធំទៅគាត់អាចម្ចាស់ការខ្លួនឯងគាត់ចេះធ្វើអីខ្លួនឯងបានអញ្ចឹងក៏ងាយស្រួលពេលដែលគាត់ធំទៅគាត់អាចដើរទៅណាឆ្ងាយទៅនៅឆ្ងាយពីយើងអីអញ្ចឹងគឺគាត់អាចធ្វើម្ហូបញ៉ាំខ្លួនឯងបានធ្វើការងារផ្ទះឬក៏ទំនួលខុសត្រូវលើខ្លួនឯងបានហ្នឹងក៏ល្អដែរត្រឡប់មកការធ្វើស្លករីយើងវិញសម្រាប់បងចង់ធ្វើញ៉ាំបងអាចមើលតាមនេះបានណាព្រោះគ្រឿងផ្សំហើយនឹងការធ្វើគឺខ្ញុំអត់មានកាត់ទេក្នុងវីដេអូនេះគឺខ្ញុំថតពេញជូនបងតែម្ដងនិយាយទៅដូចអួតខ្លួនឯងមិនតិចបងគួរតែសើខ្ញុំទៅនិយាយមែនតើតោងនឹងម្ហូបនេះគឺតាំងពីទូចមករហូតដល់អាយុ20ឆ្នាំជាងគឺខ្ញុំមិនដែរចូលចិត្តសោះហ្មងអត់ដែរចូលចិត្តធ្វើបណ្ដោយតែបើញ៉ាំចូលចិត្តថាខ្ញុំខ្ជិលក៏បានតែមិនមែនទេគឺខ្ញុំអត់សូវចូលចិត្តបណ្ដោយនឹងរបៀបការធ្វើម្ហូបចំអិនម្ហូបអីហ្នឹងគឺអត់ចូលចិត្តខ្ញុំនិយាយទៅអត់ដឹងថាបងជឿឬអត់ទេខ្ញុំជំនាញរបស់ខ្ញុំគឺអត់មានខាងធ្វើម្ហូបទេការងាររបស់ខ្ញុំដែលខ្ញុំបានរៀនមានជំនាញហ្នឹងគឺខាងគេហកិច្ចខាងផ្នែករៀបចំបន្ទប់ភ្ញៀវធ្វើការនៅតាមសណ្ឋាគារប៉ុន្តែខ្ញុំធ្វើការផ្នែកគេហកិច្ចហ្នឹងបានតែប្រហែលឆ្នាំទេហើយក៏មានបងខ្ញុំគាត់ណែនាំថាចង់ឲ្យខ្ញុំហ្នឹងទៅធ្វើខាងផ្នែកម្ហូបទៅដោយសារពេលដែលយើងចាស់ទៅអីហ្នឹងគឺយើងអត់មានការងារធ្វើយើងអាចបើកមុខរបរលក់ដូររ៉ូស៊ីខ្លួនឯងបានអញ្ចឹងហើយពេលហ្នឹងយើងក៏គិតថាអូការណែនាំរបស់គាត់ហ្នឹងក៏ស្ដាប់មើលហេតុផលទៅវាសមគួរដែរអញ្ចឹងប៉ុន្តែខ្ញុំអត់បានឈប់ពីផ្នែកការងាររបស់ខ្ញុំទេការងាររបស់ខ្ញុំធ្វើមួយថ្ងៃ8ម៉ោងនៅផ្នែករៀបបន្ទប់ហ្នឹងហើយបន្ទាប់មកគឺខ្ញុំសុំមេចុងភៅទៅ train ធ្វើម្ហូបមួយថ្ងៃ2ម៉ោងបន្ទាប់ពីម៉ោងការងាររបស់យើងពេលទៅ train ធ្វើម្ហូបចូលទៅដល់ភ្លាមមេចុងភៅគាត់សួរថាខ្ញុំចេះធ្វើអីគេខ្លះខ្ញុំឆ្លើយតែមួយម៉ាត់ខ្ញុំចេះតែជៀនពងធម្មតាឥឡូវយើងឈប់រៀបរាប់ទៅត្រឹមហ្នឹងបានហើយណាមួយវីដេអូក៏ចិត្តចប់ដែរដោយសារតែបានចូលអាជីពចុងភៅហ្នឹងហើយតែបានចេះធ្វើម្ហូបដឹងរៀបរាប់ដល់ណាទេបងប្អូនឥឡូវស្លកការីយើងឆ្អិនហើយមើលតែពណ៌សម្បុរហ្នឹងក៏ដឹងពីរសជាតិដែរ